ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងនាងខ្ញុំរ៉ាហើយថ្ងៃនេះខ្ញុំមានសាច់រឿងមួយដែលល្អមកខ្លាំងមែនតើរឿងនេះមានចំណងជើងថាផ្ការីក្នុងរាត្រីទឹកកកហើយរឿងនេះដែរវារីកខ្លីបន្តិចដែរវាមានត្រឹមតែ6 ភាគទេហើយខ្ញុំនឹងសម្រាប់វាជូនអ្នកទាំងអស់គ្នាឲ្យមួយរឿងពេញតែម្ដងរឿងនេះវារីកខ្លីណាស់ទេហើយវាក៏រៀងយូរដែរហើយវារៀងចេញយូរដែរហើយខ្ញុំគិតថាចាប់អារម្មណ៍ពេលដែលខ្ញុំអានវាហើយខ្ញុំគឺយកមកផ្សាយជូនអ្នកទាំងអស់គ្នាតែម្ដងទៅហើយមកខាពេលយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅពីក្រោយមកសាច់រឿងមកគឺយើងឃើញថាមានរទេះសេះនៅមកពីនគរអរ៉ាន់តាបានធ្វើដំណើរទៅនគររ៉េលខាហើយយើងឃើញនៅមកទួងប្រុសរបស់យើងនៅពេលដែលគាត់ពេញវ័យតែគាត់មានឈ្មោះថាសូរាកាហើយមានសមាគាត់ថាសូរាកាយើងទាំងអស់គ្នាគាត់បាននិយាយតែថាទីនេះគ្របដណ្ដប់ទៅដោយប្រើពណ៌សហើយគាត់ក៏បានជួអីមួយយ៉ាងដែលមានផ្សេងដូចជាបារីដែរហើយគាត់បាននិយាយតថាប្រៀបដូចជាកូនក្រមុំរបស់យើងអីចឹងប្រហែលជាកូនក្រមុំរបស់គាត់សហើយអ្នកទាំងអស់គ្នាទៅជាឃើញមកកូនក្រមុំរបស់គាត់ហើយមុខរបស់គាត់ឡើងគួរឲ្យស្រឡាញ់គាត់បាននិយាយទៅឯងទាំងអស់មកចង់នឹងន័យថាកូនក្រមុំរបស់យើងសំណប់ចិត្តរបស់យើងមកតើប្រហែលជាដូចគ្នាយូរហើយគាត់បាននិយាយពីឈ្មោះថេខ្ញុំបានន័យថាកូនក្រមុំរបស់គាត់គឺជាថេដែលគេមានឈ្មោះថាថេគេឃើញថាតតែនគរអរន្តាមួយក្រុមមិនមែនមួយក្រុមនោះទេគឺច្រើនឥឡូវនេះគេយើងឃើញនៅនគរលេរខាលហើយគេមានរូបរាងបែបនេះគឺថារទេះសេះច្រើនខ្លាំងមែនតើអត់មានសំនៀងបន្តិចគឺថាសូរិកាគាត់ជាស្ដេចនៃនគរអរន្តាហើយថេគាត់គឺជាខ្សែរាជវង្សនៃនគរលេរខាលថេតាមពិតទៅឈ្មោះពេញរបស់គាត់គឺថេវុឌ្ឍវណ្ណៈមានសំណាងគាត់ថាថេតែប៉ុណ្្នឹងហើយនឹងឯងអ្នកគ្នាផ្ការីក្នុងត្រីទឹកកកបសហើយឃើញនៅខ្សែកមួយដែលមានរចនាម៉ូដស្អាតខ្លាំងមែនតើហើយនៅមានជើងកណ្ដាលហ្នឹងគឺជាត្បូងពណ៌ក្រហមនេះហើយគឺជាថេតួអង្គប្ររោរបស់យើងគឺជាតួអង្គបឋមគាត់មានមុខមាត់សង្ហាហើយសភ្នែកពណ៌ក្រហមហើយគាត់ពាក់អាវចម្បាំងប្រហែលជាគាត់មកពីចម្បាំងនៅទីណាឬដឹងគាត់បាននិយាយទាំងបួងសួងទៅក្នុងខ្សែកនឹងក្តាប់ណែនថាសូមទេវតាតាមថែរក្សាទ្រង់សម្ដេចព្រះយ៉ាងមកមិនជារួយរាល់ហើយតំបន់នេះលែងមានសត្វបិសាចទៀតហើយគាត់បានប្រលាននឹងហើយនិយាយថាល្អហើយអញ្ចឹងយើងត្រឡប់ទៅវិញអីចឹងគាត់មកក៏ជិះស្រែត្រឡប់ទៅរាជវាំងរបស់ឯងក៏ដែរពេលនេះគឺថាអ្នកតម្រូវរបស់ថេបាននិយាយថាបញ្ជាឲ្យអេលិចយាងនៅតំបន់នោះផងអូច្រឡំឈ្មោះទៅហើយគឺថេក៏បានបញ្ជាឲ្យអ្នកបម្រើរបស់គាត់និយាយថាបញ្ជាឲ្យអេលិចយាងនៅតំបន់នោះផងចំនួនពលសង្ស័យតកនៅតំបន់អាចពិបាកគ្រប់គ្រាន់ណាស់ហើយគេបាននិយាយថាទទួលបញ្ជាព្រះអង្គម្ចាស់ថេបរមិនគាត់បានកាន់អាក្រៅមួយរួចបាននិយាយថានៅកំឡុងរាត្រីបសយើងនឹងទៅនៅវិហារក្នុងរាជធានីចាំប្រាប់ឆែឲ្យធ្វើកិច្ចការជាមួយយើងផងដូច្នេះពលតួបង្គំនឹងទទួលត្រង់បន្ទាប់ពីរាត្រីបសត្រូវបានបញ្ចប់បានលើកនេះគួរតែមានរយៈពេលខ្លីជាងរដងតួបង្គំនឹងចោលចាំវាព្រះអង្គពេលហ្នឹងគឺថាអ្នកបម្រើម្នាក់ដែលគាត់មានឈ្មោះថាអេលិចហ្នឹងក៏បានរត់មកយ៉ាងលឿនហើយឈ្មោះព្រះអង្គនឹងលឺធ្វើឲ្យលោកតាចាស់ហ្នឹងក៏បាននិយាយថាម្ដេចក៏ឯងចេះតែចូលមកដោយគ្មានការអនុញ្ញាតបែបនេះហើយអ្វីបានគ្មានសិលធម៌ដូច្នេះប៉ុន្តែតួបង្គំសំទោក៏ប៉ុន្តែគឺថានិយាយមកនេះគឺជាការប្រកាសអាសន្ននៅខាងក្រៅក្បួនរទេះសេះដ៏វែងមួយបានមកដល់ទីនេះហើយក្បួនរទេះសេះបាទវាជាក្បួនរទេះសេះណាមាននៅរាជវង្សអាណាតាបើមកទៅតាមពណ៌នៃទងរទេះសេះនោះគួរតែជាទងរទេះសេះរបស់សមាជិកគ្រួសាររាជវង្សហើយយើងឃើញថានៅទងរទេះសេះនោះគឺលើកពណ៌យ៉ាងស្រស់ស្អាតមានពណ៌ក្រហមពណ៌លឿងនិងពណ៌សលាយបញ្ចូលគ្នាមកទល់នឹងស្អាតតែម្ដង
ហើយមានជាប្រជាជនអរន្តជាច្រើនបានក្រាបថ្វាយបង្គំថាទូលបង្គំសូមថ្វាយបង្គំពរនៃអនាតាហើយមានប្រជាជននៅលើរខាមួយចំនួនបាននិយាយថាក្រែងនោះជាទងអនាតាមិនអីចឹងបើតាមខ្ញុំដឹងណាមានតែគ្រួសារផាឌីសាទេដែលអាចប្រាពរនេះនៅលើទងបានព្រះអង្គម្ចាស់សុរកាដែលនៅទីនេះអល់រអិនណាសូមប្រុងប្រយ័ត្នផងយើងមិនអែទេមូសាណូដូច្នេះតើនេះជាឥឡូវនេះគឺយើងឃើញថាថែរបស់យើងក៏ដើរលន់មកជាប្រញាប់ដល់ហើយរួចក៏បានકહેក្នុងចិត្តថាកងប្រាប់ណាថាអាកាសធាតុនៅទីនេះត្រជាក់រាត្រីត្រជាក់បំផុតនៃអនាតាឆ្ងាយណាស់ទូបង្គំនឹងបញ្ជាឲ្យគេយកអាវក្រៅស្បែកសះបន្ថែមទៀតព្រះអង្គម្ចាស់ក៏បានប្រើភ្នែកដែលសិចស៊ីរបស់គាត់ប្រើកែវភ្នែកដែលសិចស៊ីរបស់គាត់ក៏រែកមើលទៅក្រោយគឺគាត់ឃើញថាថែនឹងម្នាក់បម្រើរបស់គាត់បានដើរមកដល់ក្រោយនឹងហើយគ្រាន់តែឃើញធាតុភ្លាមបងរបស់យើងមានជាការញញឹមជាខ្លាំងរួចបាននិយាយទៅកាន់ហេថាយើងធ្វើឲ្យអូនរងចាំយូរបន្តិចហើយត្រូវទេគាត់និយាយទៅញញឹមថាយើងមកនាំអូនត្រឡប់ទៅផ្ទះវិញរយៈពេល12ឆ្នាំគាត់ក្រមុំជាទីស្រឡាញ់របស់យើងរាល់រាល់រាត្រីបោះសក្នុងរយៈពេល12ឆ្នាំកន្លងមកនេះខ្ញុំតែងតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដែលមិនមានអវត្តមាននៅលើលោកថាទ្រង់នឹងមានជីវិតសុរកាឡូរ៉ា18ឆ្នាំក្រោយមកអនាតាចង់ចុះសពនិមិត្តដោយមង្គលការឥឡូវនេះសេចក្តីរបាយគឺគេលែងមកក្រោយទៅកាលពី10ឆ្នាំមុន12ឆ្នាំមុនគេនិយាយថាគឺស្ដេចរបស់ព្រះនាងនៃនគរអរន្តាថាប៉ុន្តែអ្នកទាំងអស់គ្នាគួរតែដឹងហើយថាបុត្រីរបស់យើងតែម្នាក់របស់យើងព្រះនាងម្ចាស់ស៊ីសេលីមានចម្ងើទន់ខ្សោយខ្លាំងណាស់នាងសង្ស័យថាมันអាចរស់នៅក្នុងការស្ថិរដ៏អាក្រក់នៅក្នុងអនាតាបានសម្បីតែមួយសប្តាហ៍ផងប៉ុន្តែព្រះធារាជលេខាត្រូវការជំនួយពីអនន្តាពលលោកគាត់ថាយើងមិនដឹងមកពេលយើងដឹងនោះឯងទៅយើងបានទៅក៏ហៅពលលោកមកប្រជុំនេះពួកយើងទាំងរឿងនេះមិនដំបងហើយទោះយ៉ាងណាយើងមិនអាចធ្វើឲ្យអនាតាអសភ័នចិត្តជាមួយខាងយើងបាននោះទេប្រសិនបើយើងនៅបាននេសាទការចុះសពន្ធភាពនោះយើងប្រកាសនឹងស្ដាយក្រោយការជ្រើសរើសយកជំរឿនោះយ៉ាងខ្លាំងនៅពេលក្រោយមិនខានយើងដឹងពីរឿងនេះច្បាស់ណាស់ដូច្នេះហើយបានជាយើងត្រូវស្វែងរកវិធីដើម្បីរក្សាសពន្ធភាពក៏ប៉ុន្តែធ្វើឲ្យពួកគេសម្រេចចិត្តថានឹងដកហូតពាក្យទាមទារមង្គលការរឿងបែបនេះវាស្រួលនិយាយជាងធ្វើតូចនៅលេខខាងពួកគេត្រូវការមង្គលការរាជវង្សដើម្បីយកសមាជិករាជវង្សរបស់ពួកយើងចំណាប់ខ្មាំងជាអ្នកយាងរក្សាសម្ព័ន្ធភាពឲ្យទៅជានិវត្តន៍យើងក៏ដឹងពីវាដែរប៉ុន្តែសេស៊ីលីជាបុត្រីរបស់យើងក៏ប៉ុន្តែសម្រាប់ពួកគេអាពាហ៍ពិពាហ៍គ្រាន់តែជាឧបករណ៍ជំនួញតែប៉ុណ្ណោះពួកគេគ្រាន់តែចង់បានឈាមរាជវង្សប៉ុណ្ណោះវាមិនមែនត្រូវតែសេស៊ីលីឡើយពេលហ្នឹងគឺថាថែបាននិយាយថាយើងអាចបញ្ចូលអ្នកផ្សេងដែលមានឈាមរាជវង្សជំនួសបាននាងទេហើយគេបាននិយាយថាទុកឲ្យខ្ញុំទៅចុះឥឡូវនេះគេបាននិយាយពីប្រវត្តិរបស់ថេគឺគេនិយាយថាថេវូដបានលោកម្ចាស់នៃអូវៀមនិងម៉ែរ៉ូហ្គេវនៃលេរខាក្នុងនាមជាបងប្អូនជីដូនមួយសាច់ឆ្ងាយរបស់ស្ដេចមុនពួកត្រូវរស់នៅក្នុងនាមជាអ្នកអភិជនឋានៈទាបជាស្ដេចរហូតមកពួកគេប្រកាសជាបដិសេធមិនយកមនុស្សប្រុសជាកូនក្រមុំមិនខានប៉ុន្តែវាប្រហែលជាដោយសារតែខ្សែស្រឡាញ់ដ៏ថ្លៃថ្នូររបស់
គាត់ហើយទើបគាត់អាចដឹងនាំយោធានឹងរហូតមកគាត់បានមកដល់ចំណុចនេះឥឡូវនេះគេយើងឃើញថាបំប្រងលោកកំប្រមឥឡូវនៅលើប្រទេសហើយគេបាននិយាយថាអគ្គប្រធានចាប់ផ្ដើមឡើងកម្ដៅឡើងទៅហើយអាណាតាមបានយល់ក្របជាមួយនឹងការផ្ដាច់ជួយរបស់លេរាខាដែលវាមិនខុសពីការរំពឹងទុករបស់អ្នកគ្រប់គ្នាតែចាំមកជប់ខ្ញុំក៏ត្រូវប្រគល់អូវាមទៅឲ្យប្អូនប្រុសរបស់ខ្ញុំឆែបើពួកគេជួបខ្ញុំពួកគេប្រកាសជានឹងក្តាយក្រោយមិនខានទេឥឡូវនេះគឺម្ដងនគរលេរាខាហើយគឺមានបារម្ភម្នាក់ដែលជនជាតិលេរាខាបានមកទទួលថេរានីថាប្រទេសពុទ្ធបានយ៉ាងមកដល់ទីកន្លែងកំណត់ហើយព្រះបរមរាជវាំងនៃអាណាតាមធ្វើឲ្យពន្លឺភ្លឺចាំភ្នែករបស់គេក៏បានចុះចេញមកហើយគឺថាមានកូនកំឡុងមួយដែលជាតួឲ្យប្រុសរបស់យើងកាលពី10ឆ្នាំមុនគាត់នៅក្មេងហើយគាត់បាននិយាយស្វាគមន៍ទៅកាន់ថែរបស់យើងស្វាគមន៍កូនក្រមុំរបស់យើងហើយថែគាត់បានពាងភាំងតែម្ដងគាត់ថាគាត់ដឹងស្លេងនឹងមកពីណាម្ដងឯងគាត់ម៉ែតាក៏ឃើញថាយើងសង្ឃឹមថាការធ្វើដំណើរមកទីនេះមិនពិបាកខាងចុងហើយថែក៏បាននិយាយថាអីកូនក្មេងហ្នឹងគឺបានឃើញថាគេក៏បាននិយាយទាំងហុចដែរគាត់ថាអូនអាចកាន់ដៃយើងបានដើម្បីការពារអូនកុំឲ្យចំពប់ជើងដួលគឺគេបារម្ភពីប្រព័ន្ធរបស់គេខ្លាំងមែនតើមើលតែពេលហ្នឹងក៏ដឹងដែរហើយអូននៅខ្លួនឯងទេខ្លាចអូនដួលអូយនឹងហើយនៅពេលនេះគឺឃើញថាមួយម៉ានក៏កំពុងតែធ្វើស្អីមិនដឹងទេសួស្ដីកូនរបស់យើងគេទៅវិភាគមិននឹងហើយការរករដ្ឋត្រីបសឥឡូវនេះគឺឃើញនៅប្រទេសអរន្តតែមួយហើយគឺឃើញថាមានអ្នកបម្រើពីរអ្នកកំពុងតែនិយាយគ្នាហើយពេលហ្នឹងគឺថាពួកគេទាំងពីរអ្នកបានដើរកាត់នឹងរួចសុរកម្មសុរកម្មថាតែនៅជាកូនក្រមុំមកពីទឹកដីទឹកកោមែនទេកូនក្រមុំរបស់យើងត្រូវចាត់ចេញពីអូនបន្តិចដើម្បីដោះស្រាយបញ្ហាមួយចំនួនប៉ុន្តែសូមអរគុណព្រួយព្រះតីហើយយើងនឹងបញ្ជាឲ្យអូនបារាននឹងតាមព្យាអូនពូកែរបស់មកថែអូនមកទៅតាមស្បែកសម្បល់ម៉ែបាវនោះគួរតាអីចឹងហើយប៉ុន្តែក្រែងនោះជាបរោះទេតាអីអញ្ចឹងពួកអ្នកបម្រើពីណានោះមកនិយាយដល់ថាគួរឲ្យអស់សម្លាញ់ណាធ្វើឲ្យថែគាត់លឺគាត់បានគាត់នឹងជិតថាគឺសពហើយទៅចំនួនការគេផងចោលកូនក្រមុំរបស់យើងសពហើយទៅឲ្យពួកគេផងពួកគេគ្រាន់តែគិតថាវាគួរឲ្យចាប់អារម្មណ៍ដែលមានជនបរទេសមកពីលេរាខាមកកាន់ទីនេះមិនចាំបាច់ខ្វល់ខ្វាយពីពួកគេឡើយអូនកុំបារម្ភធ្វើអ្វីហើយយើងនឹងការពារអូនឲ្យបានល្អកូនក្រមុំរបស់យើងមុនពេលខ្ញុំមកកាន់អាណាតាមខ្ញុំបានស្រាវជ្រាវពីព្រះអង្គម្ចាស់ដែលខ្ញុំត្រូវរៀបអភិសេកជាមួយបន្តិចបន្តួចប្រជាធិរាជមានហារ៉េមដ៏ធំមានព្រះស្នំយ៉ាងច្រើនជ្រាបក្រារងចាំពោះបទរបស់ទ្រង់ក្នុងចំណោមបទទាំងនោះទាំងអស់ដែលមានព្រះអង្គម្ចាស់ទី13ដែលមានម្ដាយជាអតីតអ្នករាំសុរកាលរាមមានតែព្រះអង្គម្ចាស់ដែលទទួលបានមរតកកែវភ្នែកនៃអាណាតាមតែដែលអាចស្នងរាជបល្ល័ង្កបានហេហើយក៏រួមបញ្ចូលការសម្លាប់បងប្អូនប្រុសរបស់គេទាំងអស់ដូចគ្នាប៉ុន្តែដោយម្ដាយរបស់ទ្រង់ជាស្ត្រីធន់ទាបបែបនេះមើលទៅតំណាងជាព្រះរាជដែលយកទ្រង់របស់ទ្រង់ក៏មិនអាចឈរនឹងបានដូចគ្នាពួកគេសាចព្រួតទូបង្គំជាបរោះទូបង្គំមិនអាចបដិសេធថាកំហុសនេះមិនមែនជារបស់ទូបង្គំឡើយដូច្នេះទូបង្គំមិនខឹងក្រោធឡើយទូបង្គំភ័យខ្លាចទ្រង់នឹងទៅវិញទេព្រះម្ចាស់សុរកា
កូនក្រមុំរបស់យើងមើលទៅតាមយើងបានធ្វើឲ្យអូនមានមូលហេតុក្នុងការភ័យខ្លាចហើយដរាបណាអូននៅជាមួយយើងនឹងមិនឲ្យអូនទទួលកំហុសឬបន្ទោសពីអ្វីទាំងអស់ជំនួសឲ្យការបន្ទោសខ្លួនឯងអូនអាចបន្ទោសយើងតាមចិត្តឲ្យព្រោះអូនជាកូនក្រមុំរបស់យើងនិងជាមនុស្សជាទីស្រឡាញ់របស់យើងដែលយើងជាហេតុដែលនាំឲ្យអូនមានការភ័យខ្លាចនិងទទួលខុសត្រូវគ្រប់យ៉ាងទាំងអស់ព្រះអាទិត្យដ៏អស្ចារ្យទ្រង់ចាប់ពន្លឺធ្វើដល់ជាព្រះអាទិត្យនៅពេលនោះវាប្រៀបដូចជាទ្រង់មិនខ្លាចជាដួងកាយដំតារាតំណាងឲ្យព្រះអាទិត្យយ៉ាងអ៊ីចឹងអូយអ្នកគ្នាសំភឹកអីទីមិនវារៀនសក់កគេថាគេបានលើកសំណាក់មុខគេទៅម្ដងអ្នកគ្នាមកខាងនេះបានព្រះអាទិត្យតូចដែលនឹងរំរះបំភ្លឺលើដីដែលអាចឆេះទាំងអស់នេះដល់ក៏យកឲ្យហើយពេលនៃអនាតាមកតំណែងទាំងមូលនៅអាណាចក្រកម្មនៅអនាតណាតាមអតិទេពនៃជីវិតនិងសេចក្តីសាបកាលពីយូរណាស់មកហើយជីវិតបានចូលជាប់អ្នកដែលមានផ្នែកណាតាមគាត់អាចនាំឲ្យតំបន់នៅជុំវិញគាត់ខ្លាចទៅជាកម្រាលព្រំពពិតស្រស់បំព្រងដែលពោរពេញទៅដោយការភាពរស់រវើកនេះហើយជាមូលហេតុដែលនាំឲ្យតំបន់វាលខ្សាច់ហៅឋាននេះសម្បូរទៅដោយដើមឈើធំៗជាច្រើនទូបង្គំសូមអភ័យទោសដែលទូបង្គំបានទុកឲ្យត្រង់រកចាំយូរបន្តិចនេះលោកម្ចាស់វត្តពុតបានទូបង្គំសូមជូនពរឲ្យមានការជូនពរជ័យនៃណាតាតាមថែរក្សាទ្រង់ជានិច្ចទូបង្គំមានឈ្មោះថាអូបារានឡូរ៉ានជាទីប្រឹក្សារបស់ព្រះអង្គម្ចាស់សុរកាអូបារានឡូរ៉ានគេក៏ជាខ្សែរាជវង្សដែរឬប៉ុន្តែគេមិនមានកែវភ្នែកណាតាមឡើយបានន័យថាគេមិនមានសិទ្ធិក្នុងការស្នងឬបល្ល័ង្កឡើយមានកែវភ្នែកណាតាមប៉ុណ្ណោះដែលអាចស្នងតំណែងនេះបានមានតែអ្នកដែលមានកែវភ្នែកណាតាមប៉ុណ្ណោះដែលអាចស្នងរាជបល្ល័ង្កបានរាជបល្ល័ង្កគឺជាកៅអីមួយដែលប្រភេទមនុស្សដូចជាទូបង្គំមិនហ៊ានសូម្បីតែប្រាថ្នាចង់អង្គុយលើសូមទ្រង់មិនចាំបាច់ប្រយ័ត្នប្រយែងនៅជុំវិញខ្លួនខ្ញុំឡើយលោកម្ចាស់តាមការពិតទៅទូបង្គំគឺជាអ្នកដែលបានលើកយកការមេត្រីភាពមួយនឹងលេរខែមកស្នើសុំទេទូបង្គំចង់ឃើញព្រះអង្គម្ចាស់ស្រកាខ្លាចទៅជាប្រជាធិរាជនៅថ្ងៃមួយទេទូបង្គំត្រូវប្រព្រឹត្តអ្វីក៏ដោយក៏ប៉ុន្តែនៅក្នុងពេលនេះការឈររបស់ទ្រង់មិនសូវមានលំនឹងទេហើយហេតុអ្វីដែលនាំឲ្យលេរខាខ្លាចជាការគប់កងដ៏ឥតខ្ចោះប្រជាជនរបស់ទ្រង់មានការរឹងមាំព្រមទាំងធន់នឹងអាកាសធាតុដ៏អាក្រក់ដូចជាព្យុះព្រិលហើយក៏អាចទទួលបានជ័យជំនះក្នុងសង្គ្រាមនិងការបោកបាញ់រាប់មិនអស់ទៀតផងប៉ុន្តែដោយមានចំនួនប្រដាប់អាវុធជាញឹកញាប់និងអាវុធមានតម្លៃលើតម្លៃស្លុបដូចនេះធ្វើឲ្យមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិអាណាចក្រអ្វីដែលធ្វើឲ្យយើងការនោះគឺសម្ព័ន្ធមិត្តដែលមានអំណាចថាមពលនិងក្លាហានត្រូវការជំនួយពីអាណាតាប៉ុន្តែមិនមែនអាចប្រជែងជាមួយនឹងអាណាតាបានតែរាខាមានគ្រប់ចំណុចធ្វើឲ្យគាត់ក្តាប់តែហើយខំក៏បាននិយាយថាតើត្រូវយកប្រើប្រាស់ព្រះអង្គម្ចាស់សុរកាដើម្បីគ្រប់គ្រងរាជបល្ល័ង្កឬ
អូអត់នោះទេឋានៈជាប្រជាធិរាជត្រូវបានបំរុងទប់យ៉ាងតឹងរ៉ឹងសម្រាប់ព្រះអង្គម្ចាស់សុរកាតែម្នាក់គត់នៅគ្រាដំបូងដែលទូលបង្គំបានជួបព្រះអង្គម្ចាស់សុរកាទូលបង្គំបានដឹងភ្លាមថាស្រីគឺជាព្រះអាទិត្យដ៏ភ្លឺមិនចិញ្ចឹងហើយត្រូវបានគេជ្រើសរើសនៅអាទិទេពអនាតាមផ្ទាល់ទូលបង្គំប្រកាសណាស់ថាទ្រង់ក៏ចាប់អារម្មណ៍ឃើញពីពន្លឺព្រះអាទិត្យដ៏ភ្លឺនៅជុំវិញខ្លួនព្រះម្ចាស់សុរកាដែរនៅពេលដែលខ្ញុំបានមកដល់ទីនេះភ្លាមខ្ញុំក៏មិនតើសង្ស័យថាតើពិពាហ៍នេះហើយនឹងផ្ដល់ផលប្រយោជន៍ដល់លេខខាមានឬក៏យ៉ាងណាបើនិយាយឲ្យពិតប្រាកដទៅឥទ្ធិពលដ៏ទន់ខ្សោយអាចមើលឃើញយ៉ាងងាយស្រួលរបស់សុរកាលរ៉ាមិនបង្ហាញនៅទីនោះប៉ុន្តែខ្ញុំដឹងរឿងនេះច្បាស់ណាស់ដូច្នេះហើយខ្ញុំក៏សន្យាថានឹងក្លាយជាព្រះច័ន្ទថយមសម្រាប់ព្រះអាទិត្យតូចដែលកំពុងរះខ្ញុំសូមស្បត់ថាខ្ញុំនឹងតែងតែនៅការពាររាត្រីរបស់ទ្រង់គេបាននិយាយទៅលើចង្កូតថាក្រាបទូលព្រះនាងរាជទាយាទនេះខែម្ដងពេលយប់ខ្ញុំបានលើមកថាពេលរាត្រីនៅទីនេះពិតជាណាប៉ុន្តែអាកាសធាតុវិញគឺល្អទេតើកូនក្រមុំរបស់យើងគឺគេបានកលិចទៅគឺឃើញថាស្រុកខាងកំពុងតែក្អែមួយបានហើយនិយាយថាយើងបានធ្វើឲ្យអូនរងចាំយូរបន្តិចហើយយើងសូមអភ័យទោសផងយើងត្រូវចំណាយពេលរៀងយូរបន្តិចដោយសារតែវាទំនើបទីមួយដែលយើងសាកល្បងធ្វើឲ្យផ្កាដែលស្រស់ស្អាតដូចជាអូនរីកដោយទូលបង្គំត្រឹមត្រូវហើយនេះជាផ្កាផែពួកវារលឹកយើងពីអូនពិតមែនឬបាទពួកវាសម្អាតដូចជាអូនអ៊ីចឹងផ្កាផែនឹងហើយអ្នកទាំងអស់គ្នាថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងពីភាគទី1ដល់ភាគទី3មានតែប៉ុណ្្នឹងទេចាំទស្សនាភាគ1ភាគ5ភាគ6ជាភាគបញ្ចប់ទាំងអស់គ្នានៅវីដេអូក្រោយមានអ្នកគ្នាអរគុណសម្រាប់ការតាមដានបានមានចំពោះអ្នកខ្ញុំមានតែល្អរស់ស៊ីមានបាយ